ជំរាបសួរពួកយើងខ្ញុំមកពីក្រុម Fire Hour នៃសាលាអនុវិទ្យាល័យខេត្តរមៀក្លឹបសិក្សាបច្ចេកវិទ្យា ICT ថ្ងៃនេះក្រុមរបស់យើងខ្ញុំចង់មកនិយាយអំពីគ្រោះធម្មជាតិនៃភ្លើងឆេះព្រៃនិងការបង្កើតហ្គេមដែលទាក់ទងនឹងភ្លើងឆេះព្រៃផងដែរសួរនេះខ្ញុំឈ្មោះខេលីអ៊ីនជំរាបសួរនេះខ្ញុំឈ្មោះអឿនសូលីដាជំរាបសួរខ្ញុំឈ្មោះស្រីវីជំរាបសួរនេះខ្ញុំឈ្មោះហេស៊ូប៊ីនជាការពិតណាស់យើងដឹងហើយថាព្រៃឈើមានសារៈសំខាន់ណាស់សម្រាប់មនុស្សសាស្ត្រដែលរស់នៅលើភពផែនដីយើងនេះក៏ប៉ុន្តែព្រៃឈើបានរងនឹងការកាប់បំផ្លាញរបស់មនុស្សមួយចំនួនដោយពួកគេយកដីសម្រាប់ធ្វើជាកសិកម្មឬក៏ធ្វើជាលំនៅដ្ឋានផងដែរនៅជាពិសេសនៅពេលបច្ចុប្បន្ននេះសត្វស្លាបប្រហែលជា 80% ដែលមានជម្រកនៅក្នុងតំបន់ព្រៃព្រៃឈើក៏ជាឧបករណ៍យ៉ាងសំខាន់ដែរដែលបានតាក់ទាញទឹកភ្លៀងផងដែរសូមអរគុណយើងដឹងហើយថាបញ្ហាប្រឈមនៃភ្លើងឆេះព្រៃមានកត្តាជាច្រើនដូចជាកង្វះអុកស៊ីសែននៅលើផែនដីបាត់បង់ធនធានធម្មជាតិមានការប្រែប្រួលអាកាសធាតុនៅលើផែនដីនិងធ្វើឲ្យកម្ដៅនៅលើផែនដីមានការកើនឡើងផងដែរយើងដឹងហើយថាព្រៃឈើអាចដុះឡើងធំលូតលាស់ដោយសារយើងម្នាក់ចូលរួមថែរក្សាព្រៃឈើមិនកាប់បំផ្លាញព្រៃឈើរក្សាព្រៃនិងភ្លើងឲ្យបានត្រឹមត្រូវបង្ហើរជាសារព័ត៌មានដើម្បីឲ្យប្រជាពលរដ្ឋមានការយល់ដឹងកាន់តែខ្ពស់និងផ្សព្វផ្សាយព័ត៌មានទៅដល់ប្រជាពលរដ្ឋដែលនៅក្បែរព្រៃឈើនោះចំពោះការបង្កើតហ្គេមគឺយើងបានប្រើប្រាស់កម្មវិធីដូចជាកម្មវិធី Pixel Art គឺជាកម្មវិធីដែលយើងគូររូបភាពសម្រាប់យកទៅដាក់នៅក្នុងហ្គេមហើយនិងកម្មវិធី Contract 3គឺជាកម្មវិធីសម្រាប់បង្កើតហ្គេមហើយពួកយើងក៏បានបែងចែកគ្នាក្នុងការធ្វើផងដែរគឺមានម្នាក់គូររូបភាពម្នាក់បង្កើតហ្គេមនិងពីរនាក់ទៀតគឺជាអ្នកធ្វើ slide